Nai há lục câyอัตภิบជាបទជនដូចជាមនុស្សយើងបច្ចុប្បន្ននេះរមាញ់តែមានសេចក្តីស្រឡាញ់ជាប់ជំពាក់ជាមួយនឹងរូបសម្រស់សំឡេងក្លិនរសផុតថាពៈជាប្រកដីធម្មតាទៅហើយយ៉ាងណាមិញខ្ញុំក៏មិនខុសគ្នាដែរគឺមានការកាត់ចិត្តស្នេហាតាមដំណើរប្រកដីប្រាព្រួលនៃរូបរាងកាយនិងអារម្មណ៍ក៏ទៅតាមធម្មជាតិនោះក៏ដូចគ្នាដែរស្នេហាប្រុសស្រីនេះពេលយើងមានវានឹងពណ៌ត្រូវអារម្មណ៍រំភើបរីករាយហួងហែងពួយបារម្ភសោកសៅថ្នាក់លក្ខនឹងលក្ខអារម្មណ៍ទាំងអស់នេះវាមានទម្ងន់កាន់តែធ្ងន់នៅពេលដែលយើងដាក់ចិត្តស្រឡាញ់កាន់តែខ្លាំងហើយនៅទីបំផុតទៅវាអាចនឹងគ្របសង្កត់ចិត្តរបស់យើងបានឧទាហរណ៍យើងអាចមើលឃើញមានបុគ្គលខ្លះបាក់ទឹកចិត្តមិនចង់ធ្វើអ្វីទាំងអស់ក៏ព្រោះតែសេចក្តីស្រឡាញ់ស្នេហានេះគ្របសង្កត់រីឯបុគ្គលខ្លះទៀតបាយគំនិតទៅប្រព្រឹត្តអបាយមុខក៏ដោយសារស្នេហានេះដែរមានមតិខ្លះលើកឡើងថាស្នេហាក៏ជាកត្តាជំរុញទឹកចិត្តបន្ថែមទៀតដែរនៅក្នុងការបំពេញកិច្ចការណាមួយដូចជាការប្រឹងប្រែងរៀនសូត្រដើម្បីបានអនាគតល្អជាមួយគ្នាប្រឹងប្រែងសន្សំលុយកាក់ដើម្បីកសាងគ្រួសារជាមួយគ្នាជាដើមប៉ុន្តែទោះជាយ៉ាងណាក៏ដោយហេតុផលទាំងពីរខាងលើនេះនៅតែជាការសន្សំនៅកងទុកឬក៏អាចថាជាសេចក្តីសុខលោកីបណ្ដោះអាសន្នប៉ុណ្ណោះវាប្រៀបបីដូចជាអ្នកជំងឺដែលមិនដឹងរោគពិតប្រាកដហើយព្យាយាមព្យាបាលដោយថ្នាំនេះបន្តិចថ្នាំនោះបន្តិចហើយតែមានការធូរស្រាលបន្តិចក៏មានកាន់ធ្ងន់ធ្ងរខ្លះទៀតក៏មានប៉ុន្តែនឹងមិនអាចជាសះស្បើយទាំងស្រុងឡើយនៅពេលដែលយើងស្រឡាញ់នរណាម្នាក់យើងតែងមានចិត្តលំអោនទៅរកការអាណិតអាសូរការហួងហែងថែរក្សាឧបត្ថម្ភគាំទ្រនិងការព្រួយបារម្ភយ៉ាងវិសេសលើសអំពីអ្នកដទៃផ្ទុយមកវិញបើយើងសម្រេចចិត្តថាដកសេចក្តីស្រឡាញ់ពីបុគ្គលនោះមកវិញអារម្មណ៍ទាំងនេះក៏បាត់រលាយចេញពីចិត្តរបស់យើងភ្លាមដែរដូច្នេះត្រូវសួរថាតើវាជាសេចក្តីស្រឡាញ់ពិតប្រាកដឬក៏គ្រាន់តែជាសេចក្តីស្រឡាញ់បែបលោកីដែលវាជាប់ជំពាក់ដោយតណ្ហាដោយផលប្រយោជន៍ណាមួយរបស់ខ្លួនឯងតែប៉ុណ្ណោះនោះទេប្រការនេះហើយដែលធ្វើឲ្យខ្ញុំពិចារណាថាហេតុអ្វីណ៎បានជាស្នេហានេះមានឥទ្ធិពលខ្លាំងម្ល៉េះរីករាយក៏ព្រោះស្នេហាទុកព្រួយក៏ព្រោះស្នេហាចុះតើស្នេហាពិតប្រាកដតាមធម៌មានអត្ថន័យដូចម្ដេចទៅតើមនុស្សគ្មានស្នេហាផ្ទុយនឹងច្បាប់ធម្មជាតិដែរឬទេចុះបើពិភពលោកនេះគ្មានស្នេហានឹងទៅជាយ៉ាងណាមនុស្សក៏ដូចជាសត្វនិងរុក្ខជាតិនៅក្នុងផែនដីយើងនេះដែរគឺត្រូវមានសម្ព័ន្ធគ្នារវាងប្រុសស្រីធាតុញីឈ្មោលដើម្បីបង្កើតកំណើតបន្តចំនួនថ្មីទៅតាមដំណើរសភាវៈធម្មជាតិហេតុផលដែលបណ្ដាលឲ្យបុរសនិងស្ត្រីបានគ្នាជាគូវិញគឺមកពីហេតុបច្ចុប្បន្ននិងហេតុអតីតហេតុបច្ចុប្បន្នគឺការប្រស្រ័យសេពគប់គ្នាជាញឹកញាប់ចែករំលែកទុក្ខធរៈគ្នានិងពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកជាដើមចំណែកហេតុអតីតព្រះសម្មាសម្ពុទ្ធសម្ដែងថាមាន4យ៉ាងដូចជាសមៈសទ្ធាអ្នកមានសទ្ធាដូចគ្នាសមៈសីលាមានសិលដូចគ្នាសមៈចាគៈមានការបរិច្ចាគឲ្យទានដូចគ្នាសមៈបញ្ញាមានបញ្ញាដូចគ្នាបុគ្គលដែលមានសទ្ធាសិលចាគៈបញ្ញាដូចគ្នាឬប្រហាក់ប្រហែលគ្នានេះហើយទោះមិនបានស្គាល់គ្នាឬសាបគប់គ្នាតាំងពីដើមមកក៏អាចមានចិត្តស្រឡាញ់គ្នាដោយឆាប់រហ័សនោះគ្រប់រូបតែមានសេចក្តីស្នេហានេះប៉ុន្តែអ្វីដែលសំខាន់នោះគឺពុំគួរប្រកាន់មាំតែនៅក្នុងរូបសម្រស់សម្លេងក្លិននោះទេតែគួរផ្ដោតទៅលើចិត្តមេត្តារាប់អានសង្គ្រោះនិងឲ្យអភ័យចំពោះគ្នានិងធ្វើជាប្រយោជន៍នៅក្នុងការរស់នៅចំពោះគ្នានិងនៅក្នុងសង្គមទើបហៅថាជាស្នេហាប្រពៃសម្មាសម្ពុទ្ធបានជ្រាបច្បាស់នៅចំណុចនេះទើបទ្រង់សម្ដែងពីក្រមធម៌សង្គ្រោះគ្នាដូចជាសង្ឃេហធម៌សម្រាប់ស្វាមីសង្គ្រោះភរិយាសង្ឃេហធម៌សម្រាប់ភរិយាសង្គ្រោះស្វាមីព្រហ្មវិហារធម៌សម្រាប់មាតាបិតាសង្គ្រោះបុត្រធីតាកតញ្ញូតាធម៌សម្រាប់បុត្រធីតាសង្គ្រោះមាតាបិតានិងទសពិតរាជធម៌សម្រាប់ព្រះរាជាសង្គ្រោះប្រជារាស្ត្រជាដើម
ក្រុមធម៌ទាំងអស់នេះប្រៀបដូចជាស្នេហាឬក៏ជាក្រមវិន័យដែលមនុស្សរស់នៅក្នុងសង្គមក៏បីប្រតិបត្តិដើម្បីសុខដុមរមនាក៏យ៉ាងដូចនោះឯងមានសម្ព័ន្ធស្នេហាក្តីការរៀបការបង្កើតគ្រួសារក្តីឬរស់នៅម្នាក់ឯងក្តីវាគឺជាជំរើសរបស់យើងម្នាក់មិនគួរមាននរណាម្នាក់មកដាក់សម្ពាធនោះទេបច្ចុប្បន្ននេះនៅប្រទេសជឿនលឿនមួយចំនួននៅលោកខាងលិចនិងនៅជប៉ុនកូរ៉េចិនជាដើមក៏មានអ្នកអត្រាអ្នករលីខ្ពស់នឹងការបង្កកំណើតទាបផងដែរចុះបើដូច្នេះតើមនុស្សនឹងលែងមានសេចក្តីស្រឡាញ់នឹងគ្នាមែនដែរឬទេមនុស្សនឹងផុតពូជមែនដែរឬទេនោះគឺមិនមែនទេមនុស្សគឺបានយល់អំពីសេចក្តីសុខខ្លួនឯងច្បាស់លាស់យល់ពីជីវិតច្បាស់លាស់ដូច្នេះពួកគេចេះសង្គ្រោះនិងឲ្យអភ័យចំពោះមនុស្សគ្រប់រូបដោយស្មើគ្នាគួរបញ្ជាក់ថាព្រះពោធិសត្វនិងកុនសីសារពេជ្រតែងតែជាគូនឹងគ្នាប៉ុន្តែមិនមែនជាចំណងតណ្ហានោះទេតែគឺជាការជួយបំពេញឲ្យគ្នាដើម្បីប្រាចាក់ទុកឲ្យកាន់តែឆាប់រហ័សនិងសម្រេចបាននូវសេចក្តីសុខដ៏ពិតប្រាកដនិងញ៉ាំងប្រយោជន៍សម្រាប់ការប្រោសសត្វលោកដទៃទៀតផងដែរនេះគឺមកពីពួកលោកយល់ដឹងអំពីសារៈសំខាន់ពិតប្រាកដនៃជីវិតនេះឯងទោះយ៉ាងណាឆ្លងកាត់យុវវ័យនិងបទពិសោធន៍ទាំងនេះខ្ញុំក៏អាចយល់ដឹងអំពីធម្មជាតិរបស់មនុស្សពាក់ព័ន្ធនឹងស្នេហានេះបានច្រើនគួរសមដែរចូលដល់វ័យជ្រេបន្តិចនេះខ្ញុំក៏មានអារម្មណ៍ស្ងប់ស្ងាត់និងអាចគ្រប់គ្រងវាបានជាងមុននិងម្យ៉ាងដោយការទទួលខុសត្រូវកិច្ចការផ្សេងចំនួនផងដូច្នេះការជាប់ជំពាក់នឹងរឿងស្នេហាទាំងនេះក៏កាត់បន្ថយបានខ្លះដែរប៉ុន្តែសួរថាតើខ្ញុំត្រូវមានស្នេហាបង្កើតគ្រួសារដែរឬទេចម្លើយនោះគឺបាទតែតើមានពេលវេលានេះមកដល់ឬអត់ប៉ុណ្ណោះតែបើអាចទ្រាំដល់ចាស់ស្លាប់ក៏ខ្ញុំព្រមដែរព្រោះចិត្តខ្ញុំនឹងមិនជាប់ជំពាក់ជាមួយចំណងបុត្រធីតាភរិយាញាតិបន្តទៀតដូចយើងដឹងហើយថាការធ្វើខ្លួនឲ្យជាប់ជំពាក់នឹងលោកនេះកាន់តែជ្រៅក្របពូជនៃការកើតចាស់ឈឺស្លាប់ក្នុងវារវដ្តសង្សារក៏កាន់តែវែងឆ្ងាយរីឯសេចក្តីទុក្ខក៏កាន់តែធំធេងរកទីបញ្ចប់គ្មានឡើយ